សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងយើងមកបន្តមេរៀនរបស់យើងទៀតតាក់ទងជាមួយនឹងភាគទី2នៃ boot to root អញ្ចឹងនៅលើ YouTube របស់ខ្ញុំចែកចេញជា2គឺខ្ញុំធ្វើតាក់ទងជាមួយនឹង CTF មួយហើយតាក់ទងជាមួយនឹង boot to root គឺរបៀបថា boot to root ហ្នឹងគឺឲ្យម៉ាស៊ីនមកយើងមួយមកហើយទូនាទីរបស់យើងគឺធ្វើយ៉ាងម៉េចយើងអាចនិយាយខ្លីទៅគឺ hack ម៉ាស៊ីនហ្នឹងពី user ធម្មតារហូតទៅដល់ user ដែលមាន privilege ខ្ពស់អញ្ចឹងដូចជានៅក្នុង Linux privilege ដែលខ្ពស់ជាងគេហ្នឹងគឺ root បើនៅលើ Windows គឺ user administrator ហ្នឹងហើយអញ្ចឹងនៅលើ YouTube របស់ខ្ញុំគឺមាន2ផ្នែកហ្នឹងអញ្ចឹងថ្ងៃហ្នឹងយើងតមកភាគទី2អញ្ចឹងខ្ញុំចង់ធ្វើតាក់ទងជាមួយនឹងនៅលើ hack the box គឺ introduction to red team អញ្ចឹងនៅលើហ្នឹងវាមានម៉ាស៊ីនចំនួនច្រើនដែរ1 2 3 4 5រហូតដល់ប៉ុណ្ណេះហ្នឹងទៅតែខ្ញុំនឹងចាប់ដើមធ្វើម្ដងមួយហើយនឹងអាប់ឡូតទៅ YouTube អញ្ចឹងថ្ងៃហ្នឹងយើងចាប់ដើមពីម៉ាស៊ីននេះមួយវាហៅ easy cap អញ្ចឹងយើងព្យាយាមធ្វើវាទៅយើងអាចធ្វើ guide mode គេ guide យើងតាម task 1 task 2អីចឹងទៅមួយទៀត adventure mode គឺអត់មានទេយើងហ៊ានធ្វើខ្លួនឯងចឹងទៅហើយបើយើងធ្វើទៅយើងតាក់តាណាអាចមកមើលវីដេអូខ្ញុំក៏បានឬក៏យើងអាចទៅមើល write up ប៉ុន្តែយើងកុំមើលទាំងអស់យើងមើលតែកន្លែងណាដែលយើងតាក់បានហើយយើងព្យាយាមរកតាម Google ឲ្យអស់ចិត្តសិនហើយចាំយើងហៅអត់ឃើញទៀតសួរ AI អត់ចេញទៀតយើងគិតមិនឃើញទៀតចាំទៅមើល write up របស់គេហើយយើងមើលតែកន្លែងណាដែលយើងគិតថាយើងតាក់ទៅបានហើយបើយើងមើលរបស់គេទាំងអស់ copy paste អត់កើតទេយើងរៀនដូចអត់រៀនអញ្ចឹងគោលបំណងយើងពេលហ្នឹងគឺយើងកំពុងតែរៀនអញ្ចឹងនៅក្នុងពេលដែលយើងកំពុងតែរៀនហ្នឹងគឺយើងព្យាយាមធ្វើឲ្យអស់ចិត្តទៅមិនបាច់បខំថាត្រូវធ្វើឲ្យលឿនឲ្យឆាប់ហើយអត់ទេយើងចំណាយពេលមួយថ្ងៃហ្នឹងអត់ថា2 3ម៉ោងធ្វើអត់ចេញសម្រាប់សិនស្អែកយើងធ្វើបន្តទៀតអញ្ចឹងខ្ញុំចាប់ដើមធ្វើពីហ្នឹងមួយមកគឺខ្ញុំ start ម៉ាស៊ីនហ្នឹងមកinternet slowខ្ញុំសុំស្កប់វាតិចមើលចាំវាដើរខ្ញុំធ្វើបន្តអូខេវាដើរហើយអញ្ចឹងវាឲ្យ IP មកយើងអញ្ចឹងជំហានដំបូងគឺយើងត្រូវធ្វើ information gathering គឺយើងត្រូវមើលតើនៅលើម៉ាស៊ីនមួយហ្នឹងតើមាន port អីគេដែលវាបានបើកហើយបើវាបើកតើ port ហ្នឹងប្រើអីគេ version អីគេអញ្ចឹងគឺយើងអាចប្រើតាមរយៈtool មួយគឺ nmap sc ហ្នឹងគឺ default script របស់nmap ហ្នឹង sv version តើវាប្រើ version អីគេបើ port ដែលបើកថា port 80ប្រើ technology អីគេ version ម៉ានអីម៉ានអញ្ចឹងយើងអាចមើលដឹងហើយយើងដាក់ IP ហ្នឹងចូលមកខ្ញុំចូលចិត្តប្រើ T4 អាហ្នឹងវាមានលេខ1ដល់លេខ5លេខ1រៀង slow លេខ5រៀងលឿនហ្នឹងតែ9ទៅបានអាហ្នឹងវាប្រើពេលមួយសន្ទុះដែរហើយវា run មួយសន្ទុះវាដើរអញ្ចឹងបើយើងដាក់ប៉ុណ្ណឹងវា run ដំបូងបំផុតគឺ top 1000អូខេអញ្ចឹងអា top 1000ហ្នឹងយើងមើលមក
នេះកន្លែងនេះ not តែបានថា797 bit ចាំន័យថានៅក្នុង1000 port ដែលយើង scan ហ្នឹងវាមាន port ចំនួន3ដែលវាបានបើកអញ្ចឹង port ទី1គឺ port លេខ21យើងអាចស្គាល់វាថាវាជា FTP ហើយវាប្រើ VSFTPD 3.0.3 អញ្ចឹងបើយើងឃើញ version 3 ចុចឡើងគឺយើងមិនបាច់ទៅមើល exploit ទេព្រោះអី exploit អា version 3 នេះវាអត់ទាន់មានទេយើងសាក search មើលម៉ាស៊ីននេះថ្មីខ្ញុំអត់បានខ្ញុំសាកទៅមើលខ្ញុំ search មើល search exploit ខ្ញុំអត់បាន install នេះម៉ាស៊ីនវាថ្មីយើងអាចទៅមើល exploit DB ក៏បានដែរខ្ញុំ copy អានេះមក search មកនេះអត់មាន CVE ណាបង្ហាញ remote denial service តាក់ទងជាមួយនឹង DOS ទេយើងបាច់មើលវាទេអាហ្នឹងហើយ port ទី2គឺ SSH វាប្រើ Open SSH version 8.2 P1 ប្រើ Ubuntu port លេខ80ជា HTTP ប្រើ G Unicorn នេះខ្ញុំភ្លេចបាត់ហើយអីគេចេះវាជា Python HTTP server អូខេមានប៉ុណ្ណឹងអូខេអញ្ចឹងយើងអាចទៅមើល website ហ្នឹងទៅវាបើក port 80ហើយពីអូខេនេះ website យើងអាចមើល page source view page source យើងអាចប្រើ control U ឬក៏ right click view page source ក៏បានដែរចង់ដឹងថា website ហ្នឹងវាប្រើ technology អីចឹងគ្រាន់តែជា SS ធម្មតាទេ CSS ធម្មតាមានអីទេវាមាន capture IP net state អូខេយើងអាចចុចមើល link មួយទៅnumber of packet 0 IP config IP អត់មានអីទៀតទេ network status យើងមើលវាទៅ port 22 port 80អានេះ DNS មានអីសំខាន់ទេអានេះវាយើងចង់ដឹងវាចង់ test ជាមួយនឹង idle vulnerability យើងអាច search មក insecure direct object ហើយវាតាក់ទងជាមួយនឹងនេះ OWASP top 10
តងជាមួយនឹង broken access control បានន័យថាឧទាហរណ៍ថាយើង user យើងហ្នឹងមើលបានតារបស់ខ្លួនឯងឯងប៉ុន្តែដល់ពេលកាលណា developer គាត់ configuration អត់បានត្រឹមត្រូវបានន័យថាយើងអាចទៅមើល file របស់គេបានអត់ផងពីនេះអត់មានអីទេ3អត់ដែរអញ្ចឹងដើម្បីងាយស្រួលយើងអាចប្រើ burp switch ដើម្បី automate អា endpoint របស់យើងឡើយខ្ញុំសាកបើកវាសិនបើនេះបើក browser ជាមួយ burp page ខ្ញុំ intercept refresh ខ្ញុំ send it to repeater បានថាពេលយើង send ទៅ repeater ហ្នឹងបានថាយើងអាចធ្វើ request នៅនឹងច្រើនដងមិនបាច់ចាំទៅ browser យើងដូរលេខចេះដូរអីចឹងយើងនៅនេះដូរយកហ្មងទៅ repeater ហើយ data នេះដល់តែខ្ញុំ send អាចមើលចេះក៏បានដែរហើយខ្ញុំដូរទៅលេខ2 redirect ទៅលេខ3អត់មានយើងអាច automate វាបានណាតើថាខ្សែហ្នឹងខ្ញុំ intruder ខ្ញុំអាចធ្វើ attack នៅលើនេះបានខ្ញុំដាក់ឥឡូវនេះ variable អូខេខ្ញុំអាច load ចេញពី payload ខ្ញុំ simple list ខ្ញុំចង់តេស្តមើល behavior របស់វាពេលវាបញ្ចូល payload ទៅតើវាដើរមិនខ្ញុំវាយលេខ2លេខ3វាទៅអីគេ redirect ចឹងខ្ញុំសាកដាក់ប៉ុណ្ណឹងសិនហើយខ្ញុំ start attack យើងមើលនេះដល់នោះយើងមើល length របស់វាអត់ថាខ្ញុំលេខ1 length វាប៉ុណ្នេះអញ្ចឹងចាប់ពីលេខ2ដល់រហូតដល់នេះវា redirect ទៅ3 status 302ប៉ុន្តែលេខ0ខ្ញុំបញ្ចូល ID 0 status 200អញ្ចឹងមានថាលេខ0មានទិន្នន័យអញ្ចឹងខ្ញុំអាចបិទវាសាកមើលសិន repeater លេខ0អូខេ file នេះមាន package នេះមានទិន្នន័យឃើញអត់ចឹងអានេះតាក់ទងជាមួយនឹង idle vulnerability ចឹងត្រឡប់ទៅវិញខ្ញុំបិទ verb សិនមិញខ្ញុំលេខ1មិញអានេះអត់មានអីទេ00ចូលលេខ0គឺ package នេះមានទិន្នន័យចឹងយើងអាច download យកមកតេស្តបានអូខេចឹងខ្ញុំ move បង្កើត folder មិនphảiបង្កើត cap cd cap ចឹងខ្ញុំ move download pcap
អូខេចឹងខ្ញុំអាចបើកអាហ្នឹងជាមួយនឹង Wireshark តែ Wireshark ជា packet inspection យើងអាចមើល request ផ្សេងៗនៅលើហ្នឹងបានអូខេយើងអាចមើលចឹងតែអានេះវាច្រើនតាក់ទងជាមួយនឹងអានេះ static HTTP TCP អានេះវាមាន FTP response please specify password អ្នកនេះបើសង្កេតមើលឡើងនេះមួយឃើញមាន password មួយឃើញអត់ request នេះមាន user អានេះវាមើលឃើញផ្នែកហ្នឹងអញ្ចឹងខ្ញុំអាច filter បានយើងអាចនៅខាងលើនេះយើងអាច filter បានយើងអាចវាយ ftp request request command equal ជាមួយនឹងអានេះ user នេះជា variable អូខេមានតែមួយទេខ្ញុំលុបអានេះចោលសិនហើយមិញមាន password មួយទៀត pass អូខេវាយើងអាចមើលឃើញ plain នៅមើលផ្នែកទទេហ្មងយើងអាចប្រើចេះបានអូខេអញ្ចឹងមាន user Nathan password ប៉ុណ្ណេះនេះ password ដាក់បាក់ហើយបើធ្វើតាមហ្នឹងក៏បានឬមួយយ៉ាងទៀតយើងអាចប្រើ CLI របស់វា T sharp network protocol analyzer ហ្នឹងយើងប្រើជាលក្ខណៈ command line ឲ្យថតថាខ្ញុំវាយ T sharp ទាំងនៅលើ Kali ហ្នឹងដូចជាមានស្រាប់ហើយខ្ញុំអាចវាយ T sharp request ទៅលើគេ file របស់យើងប៉ុណ្ណេះឲ្យខ្ញុំសាកប៉ុណ្ណឹងសិន .v វាឃើញញ៉ៃចឹង T sharp ប៉ុន្តែអាចប្រើវាបានចឹងអាចថែម filter ទៅលើហ្នឹងក៏បានដែរឧទាហរណ៍ថាខ្ញុំថែមមកច្រឡំបាក់មួយទៀតខ្ញុំអាចយក filter នេះមកប្រើក៏បានដែរ copy ហើយយើងអាចបញ្ចូល command ចូលបានណាយើងមើល flag របស់វាសិនខ្ញុំភ្លេចដែរ filter capture filter មែនទេនេះ read filter អូខេនេះ display filter packet display filter in Wireshark ខ្ញុំអាចប្រើ flag មួយនេះដក y ខ្ញុំអាចវាយមក T sharp request ទៅលើ file ហ្នឹងវាយហើយដាក់ filter យើងចូលមក filter យើងមិនស្អីគេនៅលើ Wireshark នេះអានេះមាន double quote ដែរខ្ញុំដាក់ single ទៅ
ok anh mơ vì lơ mà các bạn ơi là khăn khẩu này khơi này pass bên này mình user này user nhưng mà lại request nữa copy Nathan anh password nhưng mà cái file một tục trả đấy user.txt Nathan my password mình bên này chẳng dân ai bật này bán bắt chẳng website nó cái Nathan á admin loginផងចឹងបើយើងក៏លេខទៅមើលឲ្យយើង run on map មិញខ្ញុំ flash save on map ទៅវាមាន port មួយគឺ SH វាបើកចឹងយើងអាចតេស្ត SH ហ្នឹងបាន cat tag SH តាន់ add IP ពី no yes password ខ្ញុំចូល password ចូលអូខេចូលវិញទៅចឹងបើណាយើងមាន user មាន password យើងអាចឆែកមកមួយទៀត sudo .l ចង់ដឹងថាតើ user ហ្នឹងអាច run sudo បានអត់ to cv no cannot run នេះយើងមាន user.text មួយវាបាន flag មួយ user.text ហើយជំហានបន្ទាប់គឺ privilege escalation អញ្ចឹង privilege ហ្នឹងយើងអាចទៅមើល manual ក៏បានឬក៏យើងប្រើ tool ជំនួយយើងគឺគេហៅថា linpiece ហ្នឹងសម្រាប់ Linux privilege escalation awesome script ឬក៏បើប្រភេទ Windows គឺ winpiece តែយើង Linux យើងប្រើ linpiece ហ្នឹងមកខ្ញុំសាក់តេស្តអានេះមួយមកដើរអត់ដែរយើង download មកទៅ release page យើងប្រើតាមម៉ាស៊ីនខ្ញុំមក username វាប្រភេទនេះយើង download ឲ្យត្រូវរបស់វាមកអានេះយើងអាចប្រើ linpiece Linux AMD 64ពីទៅលើម៉ាស៊ីនរបស់យើងមកធំតិចធំមើលដល់ជួកាត់ខ្ញុំ rename វាតិចវាវែងពេក linpiece ចូលឲ្យយើង Python http server អូខេតើមកយើងអាចប្រើ command មួយគឺ curl យើងអាចប្រើ command មួយ curl sorry http ខ្ញុំមើល IP អញ្ចឹងនេះ IP ខ្ញុំនៅលើនេះ 10.10.14.53 ឬក៏យើង IP យើងអាច search នៅលើ command ហ្នឹងក៏បានដែរ IP if config 10
នេះ 10.14.23 IP ម៉ាស៊ីនខ្ញុំចឹងយើងអាច curl http slash file របស់យើងមកខ្ញុំដាក់ឈ្មោះ linpiece bash sh ក៏បាន bash ក៏បាននោះ port 80 port បើកport 8000អូនេះវាជា file តាចាំឡងបងឯង download sh នេះវែងបងណាLinpiece ខ្ញុំទៅតាម download binary មក download អានេះស្រួលជាងអូខេ linpiece.sh start server sh អញ្ចឹងវានឹងរ៉ាន់ឆែករកមើលតើកន្លែងណាមានចំណុចខ្សោយយើងអាចទៅមើលបានណាអញ្ចឹងគេទូទៅយើងមើលកន្លែងដែលយើងគួរតែមើលអាពណ៌ក្រហមហើយនិងពណ៌លឿងអាហ្នឹង 95% យើងគួរតែមើលតាមដែលអានេះវាមានឆ្នោតក្រហមលឿងអញ្ចឹងអានេះឆ្នោតក្រហមយើងគួរមើលមុនគេអញ្ចឹងយើងមើលពីលើមកអាណាយើងគួរមើលអានេះក្រហមតមក Q តមកវាតែមេឃតមក Q តមកបៃតងអញ្ចឹងយើងមើលតាមហ្នឹងហើយអ្វីដែលយើងគួរតែមើលទៀតដូចមានដូចជា group user group set uid set group id mount script cron job cron tab អាណាមិនជា default យើងគួរមើលវាឥឡូវខ្ញុំចាំឲ្យវា run ឲ្យចប់ទៅណាខំយើងគួរមើលឲ្យតាក់ទងជាមួយ CVE លេខប្រមាណនេះ NFT object phone kit អានេះ edit to ទាំងមើល CVE 3560តែវាប្រាប់ថា you do not have enough privilege to read disable unconfined អត់មានអស់ទៅក្រោមទៀត default អត់មានអីទេ client អត់អីទេមាន cloud អីអត់មានតើជាមួយនឹង cron job នេះអត់មានទេតែ default cron job process Nathan cron top cron tab cron អត់មានអីទេ default វាwith write អាច write path ទៅលើ path នេះបានហើយយើងអាច copy ចំណាំវាទុកសិនណាវា interesting មិញដើម្បីវាចាំវាចប់ពីមួយសន្ទុះដែរអញ្ចឹងខ្ញុំសាក SH មកតាំងទៀតទៅ
កុំចាំវាយូរពេក S8 add IP password យើងអាចរកមើល DB up.py នេះអត់មានអីទេតទៀត run dbus នេះ own by root នេះខ្ញុំអត់ដឹងអីទៀតដែរ unix socket analysis control running process dangerous session អត់មានអីទេ interface អានេះតកតងជាមួយនឹង network card host name fully qualifying domain name អត់មានអីទេ listening port មាន port 80អានេះ DNS អានេះSH អានេះ FTP not sniffable យើងអាច sniff មើល packet បានទេអត់មាន IP table rule firewall rule អត់មាន user info user នេះមានអីទេ PK exact binary pool kit នេះអានេះមាន SUID តកតងជាមួយ PK exact យើងអាច note អានឹងទុកមួយសិនមើលតទៀត swd bin bash root មាន user 2 root ហើយនឹង Nathan tmux អត់មាន tmux session ទេមានទេ DNF file limit 70 bash profile នេះសារ៉ាន់ដោយ root ហ្នឹង
nó pung hổ mưa à na đại miền set UID binary atau là capability set UID chạy trong mà là mình capability set UID yangអាច set UID យើងហើយ UID យើង user នេះOMI ID UID យើងណាតាមអញ្ចឹងយើងអាច set បើមាន binary ណាអាច set UID run the root យើងអាច set UID ហ្នឹងទៅលេខ0គ្រប់ ID លេខ0ហ្នឹងទៅយើង run binary ហ្នឹងពុប user ហ្នឹងអាចជា root ទេចឹងនេះគោលបំណងខ្ញុំចង់ហៅមើលណាដែលមាន capability ហ្នឹងមាន command find cap set UID CLIមើលតោះសិននេះ SUID check ខ្ញុំពងឲ្យមើលហ្នឹងនេះកន្លែងនេះមួយមាន user pin python cap set UID cap net bind service EIP ហើយវាមាន capability set UID អាច search មកបន្ថែម គេចង់និយាយពីអីហ្នឹងនេះទៅលើ binary គឺ run ទៅលើ Python អញ្ចឹងបើ Python ហ្នឹង run យើងអាច abuse Python ហ្នឹងឲ្យវា execute set UID យើងអាច run យើងអាចអានបន្ថែមណាអញ្ចឹងកន្លែងហ្នឹងខ្ញុំអាចធ្វើជាបានអញ្ចឹងគេទូទៅបើយើងចង់បង្កើត file នៅលើយើងអាចបង្កើតនៅលើ temp ក៏បានយើងឬក៏យើងបង្កើត file Python នៅលើ directory មួយឈ្មោះ dev.shm ហេតុអីបាទខ្ញុំចូលចិត្តធ្វើនៅលើ temp ឬក៏នឹងពេលដែលម៉ាស៊ីននឹង reset ម៉ាស៊ីននឹង boot ឡើងវិញអា file ដែលយើងបង្កើតហ្នឹងគេលុបចោលបាត់ហើយអញ្ចឹងអ្នកដទៃដែលគេចូលមកធ្វើម៉ាស៊ីនជាមួយយើងហ្នឹងគេមើលអា file យើងអត់ឃើញទេបើសិនបើយើងបង្កើតនៅលើ home ឧទាហរណ៍ខ្ញុំទៅ home ខ្ញុំបង្កើត file នៅហ្នឹងអញ្ចឹងអ្នកដទៃដែលគាត់ធ្វើម៉ាស៊ីនហ្នឹងដូចគ្នាគាត់បង្កើតមកឃើញ file ដែលខ្ញុំបង្កើតហ្នឹងខ្ញុំអត់ចង់ឲ្យគេឃើញខ្ញុំអាចទៅ temp ឬក៏ dev.shm ឬក៏មួយយ៉ាងទៀតអានេះខ្ញុំឃើញអញ្ចឹងស្រួលធ្វើមិនទៅណាបាត់ហើយមាន capability set UID របស់ Python វិញនេះអានេះវាប្រើ Python 3.8 យើងដាក់ឲ្យពេញ path របស់វាមកយើងអាចធ្វើ one line ក៏បានឬក៏យើងបង្កើត file យើង execute file ហ្នឹងក៏បានដែរបើយើងបង្កើត file យើងសាកធ្វើ one line ចឹងទៅ -c យើងបង្កើតមក import OS ហ្នឹងដូចជាកបៀសចឹងខ្ញុំភ្លេចដែរOS ដល់មក os.set UID ទៅ0ទៅតមក os. អីគេ
system យើង execute bin bash ចឹងមក bin bash bin sh ក៏មកដែរបើ bin bash ចឹងទៅអូខេ bin bash យើង enter no អូដាក់វានៅក្នុង quote root id អូខេយើងបាន root ទៅចឹងអាចទៅ cd/root ls.la cat root.txt អូខេបានបាត់ហើយធ្វើ one line ចឹងក៏បានដែរឬក៏មិនចឹងទេខ្ញុំអាចបង្កើត file បានបើខ្ញុំធ្វើចឹងខ្ញុំអាចបង្កើត file ដែរខ្ញុំ run យកមកបើខ្ញុំបង្កើត file ខ្ញុំពេចច្រើនខ្ញុំខ្លាចតែគេយើងធ្វើដល់ក្នុងហ្នឹងគេឃើញយើងបង្កើត file មួយហ្នឹងចឹងហើយខ្ញុំ exit ចោលសិនទៅខ្ញុំបង្កើត file មួយដោយសារខ្ញុំនៅក្នុង dev shm នៅពេលណាម៉ាស៊ីននឹង boot ឡើងវិញអា file ហ្នឹងលុបហើយมัน clear ចោលហើយខ្ញុំv exploit .py ចឹងimport os.set uid id លេខ0ណាហ្នឹង root ទេដាក់មក set uid os.system អានេះ execute command ណាអូខេខ្ញុំបាន bin bash bin python 3.8 ហ្នឹងបើខ្ញុំបង្កើតចេះសង្ស័យអត់ទៅនេះ Python 3 អូខេ loop ដូចគ្នាតែអាហ្នឹងវា leave file ហ្នឹងឲ្យគេឃើញចឹងបើយើងដល់ root ទៅយើងអាចធ្វើអីក៏បានដែរខ្ញុំ etc shadow book ចាំមាន user គាត់ជឿទុកនៅក្នុងហ្នឹងអញ្ចឹង user មានប៉ុន្មានយើងអាចយក password អីចឹងណាយើងអាចចូល lateral movement យើងអាចទៅមើល post exploitation ទៅលើហ្នឹងបានកាលណាយើងបាន root ដែរអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងថ្ងៃបន្តទៀតខ្ញុំនឹងធ្វើតាក់ទងជាមួយនឹងម៉ាស៊ីនមួយទៀតអរគុណជួបគ្នាពេលក្រោយ